สู่สได้พวกแม่บางคนออกในบ้านบอกที่ไดไงนี่ซึ่งเพื่อการกินลานกรองตะเลงซาในของจูเนาะเมื่อแต่ซาของจูมีโลอีกครั้งในក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីវិធីជិះឡានក្រុងវិធីថាទៅរកផ្សារកន្លែងដែលយើងអត់ធ្លាប់ទៅតែយើងត្រូវធ្វើដោយវិធីណាអញ្ចឹងហើយមើលវីដេអូរបស់ខ្ញុំនេះដល់ចប់បងប្អូននឹងចេះជិះឡានក្រុងនឹងចេះរកទីតាំងដែលយើងចង់ទៅមកតែថាផ្សារនឹងគឺខ្ញុំមិនស្គាល់ទេអញ្ចឹងខ្ញុំធ្វើការចូលគូរច្រមហើយវាយពាក្យថាចង់ស៊ូស៊ីទីតាំងអញ្ចឹងហើយដល់ពេលយើងឃើញឈ្មោះផ្សារហើយពេលដែលយើងឈ្មោះផ្សារហើយយើងធ្វើចូលកាកាម៉ែបហើយយើងវាយឈ្មោះផ្សារនោះចូលមកគឺវាលោតឲ្យហើយអញ្ចឹងយើងធ្វើការចូលទៅក្នុងនោះមកហើយពេលដែលយើងចូលទៅគឺវាមិនខុសទេវាប្រាប់ពីកន្លែងដើរកន្លែងជិះឡានក្រុងថាយើងត្រូវជិះលេខឡានក្រុងលេខប៉ុន្មានទៅលេខប៉ុន្មានហើយនៅក្នុងប្រទេសកូរ៉េបងប្អូនមិនបាច់ខ្លាចមកវិញទេព្រោះតែយើងចេះមើលកាកាម៉ែបនេះគឺអាចនិយាយបានថាជាផ្លូវមួយដែលយើងអាចនាំយើងទៅដល់ផ្ទះបានធ្វើម៉េចឲ្យតែយើងស្គាល់កន្លែងបើបងប្អូនចង់ងាយស្រួលបំផុតបងប្អូនលក្ខណៈថាថតចំណតឡានក្រុងណាដែលនៅគៀនផ្ទះយើងហ្នឹងគឺវាយតែឈ្មោះចំណតឡានក្រុងនៅគៀនផ្ទះយើងហ្នឹងគឺវាបានមកដល់ហើយឲ្យតែយើងស្គាល់កន្លែងទីតាំងដែលយើងចង់ទៅយើងស្គាល់ឈ្មោះបើយើងលក្ខណៈថាបើយើងចង់ទៅផ្សារចောင်ជូហ្មងយើងបាយដាក់ផ្សារចောင်ជូហ្មងគឺវាអត់មានទេអញ្ចឹងហើយបងប្អូនអាចធ្វើតាមវិធីខ្ញុំបានយើងធ្វើការចូល Google Chrome ទៅហើយយើងវាយពាក្យណាដែលយើងចង់វាយហើយយើងនៅតំបន់ណាដែលយើងចង់ទៅយើងធ្វើការឆែករកឈ្មោះនៅក្នុង Google Chrome នឹងមកវាលោតឲ្យតែម្ដងណាគេថាខ្ញុំបាន200000ហើយខ្ញុំមកដល់លេងកំណត់នេះគេដល់លេងគេតែមានវិញ្ញាផឹកហើយខ្ញុំវិញតែខ្ញុំប៉ាំង4000វ៉ុនខ្ញុំហូបព្រោះតាដាច់បាយថ្ងៃហើយអូអញ្ចឹងយើងហូបនំប៉័ងហើយនិយាយចុះនិយាយឡើងស្រាប់តាមកដល់ពេលហូបហើយបងប្អូនយើងធ្វើការទិញនំប៉័ង4000វ៉ុនខ្ញុំមកហូបបងប្អូនមើលតែមាត់ខ្ញុំហូបតែក្តីសុខប៉ុណ្ណាហើយមើលតែហូបបដាអញ្ចឹងលះតែក្តីសុខពេលដែលយើងហូបហើយយើងធ្វើការចុះទៅលេងទឹកសមុទ្របន្តិចទៅនេះទឹកសមុទ្រមើលសំដោះទឹកសមុទ្របន្តិចណាទឹកសមុទ្រអើយហូរល្អដល់ទឹកសមុទ្រណាហូរដល់ណាដឹងសំដោះជើងខ្ចីតែម្ដងបន្ទាប់ពីយើងដើរទៅលេងទឹកសមុទ្រអស់ចិត្តហើយយើងធ្វើការចូលមកក្នុងផ្សារវិញមកទិញរលឹកមួយបងប្អូនរលឹកថោកណាមួយ3000មួយ10000ឡើងប៉ុណ្ណាណីបើយើងទិញក្នុងម៉ាតចាប់ពី19000ឡើងទៅហើយបន្ទាប់ពីយើងទិញរលឹកហើយយើងធ្វើការចូលម៉ាតាធានឲ្យតែកន្លែងណាមានម៉ាតាធានគឺមានមុខខ្ញុំជានិច្ចទេយើងធ្វើការចូលទៅមើលផលិតផលខ្មែរយើងថាមានលក់អីគេខ្លះហើយផលិតផលខ្មែរនៅក្នុងនេះគឺមានលក់ដូចតែម៉ាតដតីដែរទេអ្វីដែលចម្លែកនោះគឺគេមានបិទផ្លាកតម្លៃស្រាប់នៅនឹងអញ្ចឹងណាបងប្អូនអញ្ចឹងយើងអត់ខ្លាចថាយើងទិញទៅវាខុសតម្លៃខុសអីទេដោយព្រោះថាតែយើងអត់ដាក់តម្លៃអញ្ចឹងវាពិបាកមើលដោយសារតែរបស់ខ្លះវាអាចនឹងថ្លៃទៅយើងទិញទៅដាច់លុយដាច់យ៉ៃការគ្រប់គ្រងផលិតផលខ្មែរគឺជារឿងល្អបងប្អូនតែបើសិនជាតម្លៃលើកប់ពពកពេកគឺវាពិបាកមែនតើដោយសារតែយើងនៅនេះយើងត្រូវការលុយបើយើងអាឡ័យតែយើងទិញអញ្ចឹងហើយនៅក្នុងម៉ាតបើសិនជាគេដាក់តម្លៃអញ្ចឹងគឺខ្ញុំនិយាយបានថាល្អមែនតើព្រោះតែលុយនៅនេះវាពិបាករកដែរពេលដែលយើងទិញរបស់ទៅវាអាចនឹងថ្លៃមិនសមនឹង